តាមតម្រូវការរបស់អតិថិជនឲ្យតែថាភ្ញៀវត្រូវការចង់បានម៉ូតស្រាកក៏បានចង់បានម៉ូតធ្វើក៏បានដែរបាទចាក់ស្ដែងដោយរថយន្ត GX417 នៅខាងឆ្វេងដៃខ្ញុំនេះអញ្ចឹងកាំមុខនេះគឺជាប្រភេទកាំងដៃដែលយើងបានធ្វើការ modify ដោយដៃជាមួយនឹងក្រុមជើង Victor Sport ហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺយើង modify ទាំងមុខទាំងក្រោយតែម្ដងហើយជាមួយនឹងការកាត់កាងស៊ីនបាទរបស់រថយន្ត GX417 នេះរថយន្ត GX417 អត់សូវមានការលេងកាងលេងអីទេចំពោះ450ហ្នឹងគឺយើងឃើញការបំពាក់គ្រឿងច្រើនដោយសារតែមិនសម្បូរគ្រឿងឬក៏បែបណាអត់ដឹងទេតែចំពោះមួយគ្រឿងនេះវិញគឺយើងបានបំពេញនៅតម្រូវការរបស់អតិថិជនតែម្ដងឥឡូវយើងមកមើលឲ្យគៀកទាំងអស់គ្នាចំពោះនៅខាងមុខនេះវិញគឺជាកាងដែកបាទហើយម៉ូតនេះគឺមិនសូវជាស្មុគស្មាញច្រើនទេដោយយើងបានបន្ថែមជាមួយនឹង LED នៅខាងមុខមួយដើមបន្ថែមទៀតបាទហើយ LED នេះពណ៌សហើយចំពោះនៅខាងក្រោមរបស់កាងដៃមុខនេះក៏បានបន្ថែមជាមួយនឹងបលាំងដាស់មកសន្លឹកផងដែរចូលមកដល់ចំហៀងវិញម្ដងផ្នែកចំហៀងរបស់រថយន្តនេះយើងបាន modify បាទធ្វើជាមួយនឹងឆ្នាត់ចំហៀងទាំងសងខាងមកផងដែរឥឡូវយើងមកមើលខាងក្រោមបន្ទាប់ទៀតតែចំពោះម៉ូតនេះគឺអត់សូវធ្ងន់ទេយើងធ្វើស្រាលល្មមទេគឺជាកាងដៃក្រោយតែយើងធ្វើការ modify ផងដែរហើយក៏មិនប្រើជាមួយនឹងម៉ូតឲ្យស្មុគស្មាញច្រើនទេខាងនោះគឺយើងធ្វើការកាត់តែម្ដងកាងដែកមុខទាំងកាងដែកក្រោយស៊ីនរបស់ឡាន GX417 នេះអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាដែលប្រើជាមួយនឹងរថយន្ត GX417 ហារថយន្តទូទៅទេហើយយើងអត់មានម៉ូតកាងស្រាប់នៅក្នុងស្តុកយើងអាច modify ជូនពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរថាម៉ូតដែលពុកម៉ែបងប្អូនស្រឡាញ់ពេញចិត្តឬក៏រចនាប័ទ្មឲ្យទេយើងអាចធ្វើបានបំពេញរាល់តម្រូវការរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាអរគុណជួបគ្នាវីដេអូក្រោយ